ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានសាច់រឿងបែបរន្ធត់លាយជាមួយកំ pl ែងដោយតួអង្គនោះមានឈ្មោះថាអាចយអាកុកអាចចម្រើននិងតាភោគចំណងជើងរឿងនេះមានឈ្មោះថាផ្ទះខ្មោចលើភ្នំក្រហមនៅភូមិមួយជិតភ្នំក្រហមមានផ្ទះចាស់មួយដែលគេនិយាយថាមានខ្មោចលងរាល់យប់អ្នកភូមិគ្រប់គ្នាមិនហ៊ានទៅជិតឡើយថ្ងៃមួយអាចយអ្នកចូលចិត្តធ្វើជាអ្នកក្លាហាននិយាយថាខ្ញុំមិនជឿរឿងខ្មោចទេយប់នេះយើងទៅសាក់មើលអាកុកដែលចូលចិត្តធ្វើអួតប៉ុន្តែខ្លាចខ្មោចជាងគេឆ្លើយថាទៅក៏ទៅតែបើមានអ្វីកើតឡើងខ្ញុំរត់មុនហើយណាអាចចម្រើនជាមនុស្សស្ងៀមស្ងាត់ប៉ុន្តែចូលចិត្តថតវីដេអូបានយកកាមេរ៉ាទៅផងដើម្បីថតខ្មោចប្រសិនបើមានតាភោគជាបរិសចាស់ក្នុងភូមិដែលតែងតែនិយាយថាគាត់ធ្លាប់ឃើញខ្មោចពិតៗបាននាំពួកគេទៅផ្ទះនោះយប់ដងងឹតក៏បានមកដល់ពេលពួកគេចូលទៅក្នុងផ្ទះចាស់សំឡេងក្រកក្រកក្រកឮពីជិនលើអាកុកចាប់ដៃអាចយយ៉ាងខ្លាំងបងខ្ញុំគិតថាខ្មោចវាមកហើយអាចយក៏ខ្លាចដែរប៉ុន្តែធ្វើជាមានសង្ឃឹមអត់ទេប្រហែលជាខ្យល់បក់ភ្លាមនោះមានអ្វីមួយធ្លាក់ពីលើជិនលើផាំងអាចចម្រើនបញ្ចេញសំឡេងស្រែកយ៉ាងខ្លាំងជាងគេប៉ុន្តែកាមេរ៉ានៅតែថតពួកគេចូលចិត្តទៅមើលតាភោគយកភ្លើងឡើងអូហូមិនមែនខ្មោចទេគឺជាឆ្មាខ្មៅមួយក្បាលអាកុកដួលអង្គុយហើយនិយាយថាខ្ញុំដឹងហើយថាមិនមែនខ្មោចទេខ្ញុំគ្រាន់តែសាកមើលថាអ្នកទាំងអស់គ្នាក៏ប៉ុណ្ណាអ្នកទាំងអស់គ្នាសើចហួសចិត្តប៉ុន្តែនៅពេលពួកគេរៀបចំចេញពីផ្ទះសម្លេងស្ត្រីម្នាក់និយាយយ៉ាងស្រទន់ពីក្រោយថាតើអ្នកណាបានរំខានខ្ញុំទាំង4នាក់ក្រឡេកមើលគ្នាអាកុករត់មុនពិតអាចយរត់តាមក្រោយអាចចម្រើនរត់ទាំងកាន់កាមេរ៉ាតាភោករត់លឿនជាងក្មេងៗទៅទៀតថ្ងៃបន្ទាប់អាចចម្រើនមើលវីដេអូវិញនៅពីក្រោយពួកគេមានស្រមោលស្ត្រីសក់វែងឈរហើយញញឹមតាំងពីថ្ងៃនោះមកគ្មាននរណាហ៊ានទៅផ្ទះលើភ្នំក្រហមទៀតឡើយលើកលែងតែអាកុកដែលទៅថ្ងៃត្រង់ជាមួយមនុស្សជាច្រើនបន្ទាប់ពីយប់គួរឲ្យខ្លាចនោះអាចចម្រើនបានយកវីដេអូដែលបានថតមកបង្ហាញអាចយអាកុកនិងតាភោគមើលនៅក្នុងវីដេអូពេលពួកគេរត់ចេញពីផ្ទះចាស់ស្រមោលស្ត្រីសក់វែងនៅពីក្រោយបានបង្ហាញយ៉ាងច្បាស់ជាងមុនហើយវាហាក់ដូចជាលោតចេញកាមេរ៉ាទៀតផងអាកុកមើលហើយញើទាំងខ្លួនខ្ញុំប្រាប់ហើយថាខ្មោចមានពិតគឺពិតហើយតែខ្ញុំរត់លឿនជាងវាទៀតអាចយធ្វើជាមានកម្លាំងចិត្តយើងត្រូវតែត្រឡប់ទៅស្រាវជ្រាវម្ដងទៀតតាភោគក៏បន្ថែមថាខ្ញុំគិតថាខ្មោចនោះប្រហែលជាមានអ្វីចង់ប្រាប់យើងហើយពួកគាត់ទាំង4នាក់ក៏បានត្រឡប់ទៅផ្ទះភ្នំក្រហមវិញយប់បន្ទាប់ពួកគេទៅវិញម្ដងទៀតប៉ុន្តែពេលនេះយកសម្ភារៈពេញដៃដូចជាភ្លើងចាងកណ្ដឹងខ្សែអំបោះនិងខ្ទឹមសអាកុកយកទៅដោយសារតែគិតថាអាចយជាអ្នកបណ្ដេញខ្មោចពេលចូលទៅក្នុងផ្ទះសីតុណ្ហភាពត្រជាក់ខ្លាំងហើយមានខ្យល់បក់ទោះបីបិទបង្អួចអស់ហើយក៏ដោយភ្លាមនោះសំឡេងស្ត្រីម្ដងទៀតឮឡើងហេតុអ្វីបានជានាគត្រឡប់មកវិញទៀតអាចចម្រើនថតជាប់ទាំងអស់អាចយនិយាយក្លាហានប៉ុន្តែសំឡេងញ័រតើអ្នកមានអ្វីចង់ប្រាប់សូមបង្ហាញខ្លួនភ្លើងចាងរលត់ភ្លាមអាកុកស្រែកខ្ទឹមសនៅណាខ្ញុំចង់បោះវាភ្លាមនោះមានពន្លឺស្រាលបង្ហាញស្ត្រីម្នាក់សក់វែងស្លៀកបំពាក់បុរាណតែបន្ទាប់មកនាងចាប់ផ្ដើមនិយាយដោយសំឡេងធម្មតាខ្ញុំមិនមែនខ្មោចទេខ្ញុំជាអ្នកថតភាពយន្តខ្ញុំកំពុងហាត់សមសម្រាប់ថតរឿងខ្មោចទាំង4នាក់ស្ងៀមស្ងាត់ពីក្រោយជញ្ជាំងមានក្រុមថតភាពយន្តទាំងមូលចេញមកតាភោគក៏សើចហួសចិត្តអូហូដូច្នេះវាជារឿងលេងសោះអាកុកធ្វើមកស្រួលចិត្តប៉ុន្តែជើងនៅតែញ័រខ្ញុំដឹងហើយខ្ញុំគ្រាន់តែធ្វើជាខ្លាចប៉ុន្តែ
ពេលក្រុមថតភាពយន្តរៀបចំចេញមានសំឡេងស្ត្រីម្នាក់ទៀតឮពីចិនលើសំឡេងខុសពីអ្នកសម្ដែងមុនតើអ្នកណាកំពុងថតរឿងនៅក្នុងផ្ទះរបស់ខ្ញុំភ្លើងទាំងអស់រលត់ម្ដងទៀតអ្នកថតភាពយន្តទាំងអស់រត់ចេញពីផ្ទះជាមួយអាចយអាកុកអាចចម្រើននិងតាភោគអាចចម្រើនមើលកាមេរ៉ាវិញលើជើងលើមានស្ត្រីម្នាក់ឈរមើលចុះមកក្រោមហើយលើកដៃលាដែលភាសាអង់គ្លេសថាបាយបន្ទាប់ពីហេតុការណ៍យប់មុនទាំងអាចយអាកុកនិងអាចចម្រើនសម្រេចថាពួកគេមិនទៅផ្ទះនោះទៀតទេតែតាភោគវិញមើលទៅស្ងៀមស្ងាត់ខុសធម្មតាអាចយសួរតាខ្លាចទេអីតាភោគញញឹមស្រាលផ្ទះនោះតាធ្លាប់រស់នៅទីនោះកាលពីមុនទាំង3នាក់ភ្ញាក់ផ្អើលតាភោគប្រាប់ថាកាលពី40ឆ្នាំមុនផ្ទះលើភ្នំក្រហមជាផ្ទះរបស់គាត់និងភរិយាប៉ុន្តែថ្ងៃមួយភរិយារបស់គាត់បានបាត់ខ្លួនអត់កំបាំងមនុស្សក្នុងភូមិនិយាយថានាងคล้ายជាខ្មោចអាកុកនិយាយស្ទាក់ស្ទើរដូច្នេះស្ត្រីសក់វែងនោះតាភោគដកដង្ហើមធំប្រហែលជានាងឬប្រហែលជាមិនមែនពួកគេសម្រេចចិត្តទៅម្ដងទៀតដើម្បីដឹងការពិតពេលទៅដល់ចិនលើដែលពួកគេមិនធ្លាប់ឡើងស្រាប់តែមានបន្ទប់មួយបិទជាប់អាចចម្រើនថតជាប់គ្រប់យ៉ាងក្រកខ្យល់ត្រជាក់បក់ចេញមកនៅកណ្ដាលបន្ទប់មានកញ្ចក់ចាស់មួយក្នុងកញ្ចក់មិនមែនបង្ហាញតែពួកគេទេប៉ុន្តែមានស្ត្រីសក់វែងឈរខាងក្រោយតាភោគអាកុកស្រែកហើយលាក់ខ្លួនក្រោយអាចយដែលខ្លាចដូចតែគ្នាស្ត្រីនោះនិយាយស្រាលខ្ញុំមិនបាត់ទេខ្ញុំនៅតែការពារផ្ទះនេះភ្លាមនោះកញ្ចក់បែកពេលពួកគេបើកថ្មេចឡើងវិញបន្ទប់គ្មានអ្វីទាំងអស់មានតែរូបថតចាស់មួយនៅលើដីរូបតាភោគនិងភរិយាតាភោគញញឹមទាំងទឹកថ្មេកមានទឹកថ្មេកនាងគ្រាន់តែចង់ឲ្យខ្ញុំមកលាពេលពួកគេចេញពីផ្ទះអាកុកនិយាយថាចាប់ពីថ្ងៃនេះទៅខ្ញុំមិនទៅកន្លែងខ្មោចទៀតទេលើកលែងតែមានអ្នកថតភាពយន្តនិងអាហារពេញតុទាំងអស់គ្នាសើចឡើងវិញតែពេលអាចចម្រើនមើលវីដេអូចុងក្រោយនៅខាងក្រោយពួកគេមានស្ត្រីសក់វែងឈរញញឹមហើយលើកដៃលក្ខណៈថាលើកឲ្យមេដាយដោយជានាងពេញចិត្តដែលពួកគេបានដឹងការពិតបន្ទាប់ពីវីដេអូខ្មោចរបស់អាចចម្រើនត្រូវបានបង្ហោះលើបណ្ដាញសង្គមវាបានល្បីពេញភូមិប៉ុន្តែអ្នកដែលល្បីជាងគេមិនមែនអាចចម្រើនទេគឺអាកុកព្រោះក្នុងវីដេអូគេឃើញអាកុករត់លឿនជាងគេហើយស្រែកខ្លាំងជាងគេទៀតមនុស្សគ្រប់គ្នាចែករំលែកវីដេអូហើយដាក់ចំណងជើងថាបុរសរត់លឿនជាងគេអាកុកសប្បាយចិត្តខ្លាំងហើយសម្រេចចិត្តបើក Channel YouTube ឈ្មោះថាអាកុកខ្មោច Hotel Pro អាកុកអញ្ជើញអាចយអាចចម្រើននិងតាភោគទៅ live នៅមុខផ្ទះភ្នំក្រហមអាកុកនិយាយក្នុងកាមេរ៉ាសួស្តីបងប្អូនថ្ងៃនេះយើងមកប្រជុំមុខខ្មោចពិតនៅខាងក្រោយអាចខ្សឹបថាបើមានអ្វីកើតឡើងយើងរត់ទៅណាអាចចម្រើនកាន់កាមេរ៉ាធ្វើមុខធ្ងន់ធ្ងរតាភោគញញឹមស្ងាត់ភ្លាម កណ្ដឹងដែលពួកគេយកមកស្រាប់តែរលាកដោយខ្លួនឯងឡាយឆាតពេញដោយពាក្យថាខ្មោចពិតកំរត់អាកុកសុំទៅចិនលើអាកុកព្យាយាមធ្វើក្លាហានតែស្រាប់តែមានសម្លេងពីក្រោយសូមចុច Subscribe និងបើកសញ្ញារូបកណ្ដឹងសិនចាំខ្ញុំបង្ហាញខ្លួនអាកុកភ្ញាក់ផ្អើលហើយស្រែកបងប្អូន Subscribe ឥឡូវនេះខ្មោចឡើងចេញឥឡូវនេះចំនួនអ្នក Subscribe កើនឡើងភ្លាមពេល live ចប់អាចចម្រើនពិនិត្យមើលវីដេអូវិញនៅពេលសំឡេងនិយាយថា Subscribe មុនមិនមាននរណានៅចិត្ត microphone ឡើយតែចំនួន Subscribe វិញបន្តកើនឡើងរហូតដល់ជិត 500k នោះហើយមានគណនាមួយឈ្មោះថា1976បាន comment ថាខ្ញុំគាំទ្រអ្នកតាភោគ
មើលឃើញញញឹមស្រាលៗអាកុកវិញនិយាយថាបើខ្មោចជួយឲ្យល្បីបែបនេះខ្ញុំមិនខ្លាចទៀតទេតែយប់នោះអាកុកគេងហើយបើកភ្លើងទាំងយប់បន្ទាប់ពីអាកុកល្បីខ្នង YouTuber ក្រុមខ្មោច Hotter Pro សម្រាប់ធ្វើវគ្គថ្មីនៅវត្តចាស់លើតួស្រមោលដែលបិទចោលជាង20ឆ្នាំគេនិយាយថារាល់ពាក់កណ្ដាលយប់កណ្ដឹងវត្តនឹងរំញ័រដោយខ្លួនឯងអាកុនិយាយក្នុង live បងប្អូនយប់នេះយើងមកវត្តចាស់បើមានខ្មោចសូមជួយចុច like និង subscribe comment ហើយនិង share ចេញផងអាចយកាន់ភ្លើងចាស់ដៃឡើងញ័រអាចចម្រើនត្រេមកាមេរ៉ា 4K ម្ដងនេះកាលពីមុនត្រឹមតែកាមេរ៉ាធម្មតាទេដូចជាថតនឹងទូរស័ព្ទធម្មតាតែឥឡូវនេះឡើងមកដល់កម្រិត 4K ហើយតាភោគកាន់ធូបនិងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធម៉ោងប្រហែលជា12នាទី00ខ្យល់ត្រជាក់បក់កាត់ព្រះវិហារភ្លាមកណ្ដឹងរំញ័រគៀងដោយគ្មានអ្នកមកប៉ះទេឡាយក្នុងឆាតផ្ទះរត់ស៊ុំទៅលើកណ្ដឹងអាកុកកំស្រែកអាកុកព្យាយាមធ្វើជាអ្នកជំនាញនេះប្រហែលជាខ្យល់វិទ្យាសាស្ត្រស្រាប់តែមានសំឡេងពីក្នុងព្រះវិហារវិទ្យាសាស្ត្រឬវិញ្ញាណសាស្ត្រអាកុកបោះមីក្រូហ្វូនចោលភ្លាមពួកគេចូលទៅក្នុងព្រះវិហារហើយឃើញទ្វារតូចមួយនៅក្រោមជាន់ដែលមិនធ្លាប់ឃើញពីមុនមកបើកទ្វារដោយខ្លួនឯងខាងក្រោមមានបន្ទប់តូចមួយនិងសៀវភៅចាស់តាភោគអានសៀវភៅមួយដែលសរសេរថាអ្នកដែលរំខានវត្តនេះត្រូវជួយបញ្ចប់ពិធីដែលមិនទាន់ចប់ភ្លាមទៀននៅជុំវិញបន្ទប់ភ្លឺឡើងដោយខ្លួនឯងដោយមិនមានអ្នកណាទៅអុជឡើយអាចចម្រើនថតជាបគ្រប់យ៉ាងស្រមោលព្រះសង្ឃមួយរូបបង្ហាញខ្លួនយឺតតែជំនួសឲ្យគួរឲ្យខ្លាចគាត់និយាយឡើងស្រទន់ថាកូន Wi-Fi ណៃណាខ្ញុំភ្លេច password ទៅហើយទាំង4នាក់ស្ងៀមអាកុកងាកមើលកាមេរ៉ាបងប្អូនខ្មោចសម័យថ្មីក្រោយពេលព្រះសង្ឃវិញ្ញាណស៊ូរ៉ូ Wi-Fi ទាំង4នាក់សើចស្រួលចិត្តបន្តិចប៉ុន្តែបរិយាកាសនៅក្រោមជឿនវត្តនៅតែត្រជាក់ស្ងាត់ចម្លែកទៀនចំវៃបន្ទប់ភ្លឺឡើងរលួងបង្កើតស្រមោលលំលើជញ្ជាំងបុរាណព្រះសង្ឃវិញ្ញាណនិយាយឡើងស្រទន់កូនកំភៃតែសូមជួយបញ្ចប់ពិធីបុណ្យដែលកក់ខានមុនព្រះច័ន្ទពេញវងរះឡើងពេញមេឃអាកុកកាន់មីក្រូហ្វូនញ័របងប្អូនក្នុង live បើអ្នកណាដឹងពិធីនេះសូមខមមិនមកឆាប់សូត្រមន្តចាក់ធូប9ដើមកុំភ្លេចដាក់ម៉ៃសៃអាចចម្រើនពិនិត្យកាមេរ៉ាសញ្ញា Wi-Fi ពេញគ្រប់តាភោគញញឹមបន្តិចមើលទៅវិញ្ញាណចង់ឲ្យយើងឡាយជួយគាត់ហើយក្នុងបន្ទប់មានសៀវភៅចាស់មួយសរសេរថាពិធីបិទទ្វារវិញ្ញាណអាចអានលឺត្រូវមានទៀន5ដើមធូប9ដើមទឹកស្អាត1កែវនិងការសូមអភ័យទោសពីអ្នករំខានអាកុកភ្លឺតមឿតអ្នករំខានមិនមែនយើងទេអីភ្លាមកណ្ដឹងវត្តលើតួរំញ័រគៀងខ្លាំងជាងមុនទៀតខ្យល់បក់ចុះមកក្រោមជឿនទៀនរំញ័រលឿនតាភោគកាន់ធូបនិយាយយ៉ាងគោរពបើពួកយើងបានរំខានសូមអភ័យទោសយើងមកដោយចិត្តបរិសុទ្ធទេព្រះសង្ឃវិញ្ញាណលេចចេញច្បាស់ជាងមុនមុខមិនគួរឲ្យខ្លាចទេប៉ុន្តែពោពេញទៅដោយក្តីព្រួយពេលព្រះច័ន្ទពេញវងពេលម៉ោងជិត12:30នាទីពន្លឺព្រះច័ន្ទចូលតាមរួនជាន់បំភ្លឺកណ្ដាលបន្ទប់អាចចម្រើនដាក់កាមេរ៉ាទៅលើតុថតទាំងពិធីអាចរៀបចំទឹកស្អាតអាកុកកំពុងអាន comment ហើយធ្វើជាអ្នកដឹកនាំពិធីឥឡូវនេះបងប្អូនក្នុង live សូមស្ងៀមស្ងាត់ប្រហែលជា3វិនាទីសិនស្ងៀមអាកុកក៏បាននិយាយថា1 2 3ភ្លាមទៀនទាំង5ភ្លឺខ្លាំងជាងមុន
ហើយសំឡេងសូត្រមន្តលឿនលឺពីជញ្ជាំងទាំង4ដូចជាមានព្រះសង្ឃជាច្រើនកំពុងសូត្រអាកុកស្ទាក់ស្ទើរនេះមិនមែន sound effect របស់ខ្ញុំទេណាព្រះសង្ឃវិញ្ញាណនិយាយថាកាលពីមុនមានពិធីបុណ្យមួយត្រូវបានចប់តែព្រោះសង្គ្រាមនិងភាពវឹកវរពិធីត្រូវបានផ្អាកវត្តនេះត្រូវទុកឲ្យស្ងៀមវិញ្ញាណជាច្រើនមិនទាន់ទទួលបានការលះបង់តាភោគថ្មីឡើងស្រទន់ដូច្នេះហើយកណ្ដឹងរំញ័ររយប់ព្រះសង្ឃក៏ញញឹមថ្ងៃនេះព្រោះមានការគោរពនិងការចូលរួមពីមនុស្សជាច្រើនក្នុងឡាយពិធីអាចបញ្ចប់បានក្នុងឡាយឆាតពេញដោយបេះដូងពេលប្រច័នចុះនិងពន្លឺព្រឹកចាប់ផ្ដើមរះទៀនទាំងអស់រលត់ដោយស្ងោតស្ងៀមព្រះសង្ឃវិញ្ញាណលើកដៃអរគុណសូមអនុមោទនាកូនហើយរូបរាងគាត់រលាយជាមួយនឹងពន្លឺព្រឹកក៏ដឹងវត្តឈប់រំញ័រខ្យល់ខ្លាយជាស្រួលបន្តិចអាកុកងាកមើលកាមេរ៉ាបងប្អូនយើងមិនត្រឹមតែខ្មោចហត់ធ្វើទេយើងជួយបញ្ចប់ពិធីបុណ្យផង Subscribe កើនឡើងទៀតពេលពួកគេរៀបចំចេញអាចចម្រើនពិនិត្យមើលវីដេអូចុងក្រោយនៅក្នុងវីដេអូមាន comment មួយលេចឡើងទោះបី offline ហើយក៏ដោយ thank you take នៅសាលាចាស់អាកុកមើលហើយនិយាយថាអូហូខ្មោចខ្លាយជាអ្នក Soccer content ទៀតតាភោគសើចស្រាលហាអាចុយស៊ូយើងទៅសាលាចាស់ទៀតទេអាកុកឆ្លើយភ្លាមតែទៅថ្ងៃត្រង់បន្ទាប់ពីជោគជ័យនៅក្នុងវត្តចាស់អាកុកប្រកាសក្នុង YouTuber ថាបន្ទាប់គឺនៅព្រៃអាត់កំបាំងនៃភ្នំខ្មៅកន្លែងដែលអ្នកភូមិនិយាយថាអ្នកណាចូលក្រោយម៉ោង6ល្ងាចអាចមិនឃើញផ្លូវត្រឡប់មកវិញទេអាចចយធ្វើមុខស្មោះយើងទៅថ្ងៃត្រង់បានទេអាកុកឆ្លើយភ្លាមអត់បានទេបងប្អូនចង់ឃើញយប់តាភោគកាន់ធុកនិងខ្សែក្រវ៉ាត់បុរាណមួយដែលគាត់និយាយថាការពារពីអ្វីដែលមើលមិនឃើញអាចប្រើយកដ្រូនទៅផងដើម្បីថតពីលើអាកាសពេលម៉ោង 6:30 នាទីល្ងាចព្រៃចាប់ផ្ដើមងងឹតលឿនជាងធម្មតាសំឡេងសត្វឮចម្លែកមិនដូចសត្វធម្មតាទេដ្រូនរបស់អាចចម្រើនហោះឡើងតែអេក្រង់បង្ហាញតែភាពអាប់ខ្មៅហាក់ដូចជាមានអ្វីមួយហោះជុំវិញដ្រូននោះអញ្ចឹងអាកុកនិយាយក្នុងឡាយថាសំឡេងតិចបងប្អូនបាឡាយដាច់សូមចាំយើងវិញភ្លាម GPS បាត់សញ្ញាអាចយភ័យផ្លូវដែលយើងចូលមកទៅណាបាត់ពួកគេបង្វិលជុំវិញតែឃើញតែដើមឈើដូចគ្នាទាំងអស់មានសំឡេងស្រាប់ដូចជាមាននរណាដើរតាមពីក្រោយអាកុកបង្វិលកាមេរ៉ាទៅក្រោយគ្មាននរណាទេប៉ុន្តែពេលចម្រើនពិនិត្យអេក្រង់មានស្រមោលខ្មៅវែងមួយឈរនៅឆ្ងាយរវាងដើមឈើឡាយនៅក្នុងស៊ុំផ្ទះបានស៊ុំវានៅមើលពីក្រោយបង្វិលក្រោយអាកុកភ័យស្ទើរតែបិទឡាយទៅហើយអាប់កើនឡើងយ៉ាងឆាប់រហ័សតាភោគនិយាយស្ងាត់ព្រឹកនេះគេថាមានអ្នកថែរក្សាមិនមែនខ្មោចទេតែជាវិញ្ញាណព្រៃភ្លាមមានសំឡេងស្រាលពីលើដើមឈើហេតុអ្វីបានជាអ្នកចូលមកដោយគ្មានការអនុញ្ញាតអញ្ចឹងអាចយនិយាយត្រឡប់យើងមកថតវីដេអូមិនមានបំណងអាក្រក់ទេដើមឈើជុំវិញហាក់ដូចជាដួលយឺតអាកុកឮខមមិនមួយលេចឡើងទោះបីសញ្ញាអនក៏ដោយដាក់ដៃលើដើមឈើធំហើយសូមអនុញ្ញាតតាភោគធ្វើតាមទាំង4ដាក់ដៃលើដើមឈើធំមួយកណ្ដាលព្រៃភ្លាមអាប់បែកចេញមានផ្លូវតូចមួយបង្ហាញខ្លួនដោយមានពន្លឺព្រះច័ន្ទចំតែផ្លូវនោះសំឡេងនោះមិននិយាយអ្វីទៀតទេ
អ្នកដែលគោរពព្រៃនឹងរកឃើញផ្លូវដ្រូនពីលើថាផ្លូវនោះនាំត្រឡប់ទៅចំណុចចូលដើមអាកុកដកដង្ហើមធំបងប្អូននេះមិនមែន content ធម្មតាទេពេលចេញពីព្រៃបានសុវត្ថិភាពអាចចម្រើនពិនិត្យមើល Vlogger នៅក្នុងវីដេអូមានស្រមោលធំមួយលើដៃដូចជាសួស្តីហើយមាន comment ចុងក្រោយពីគណនាមួយឈ្មោះថា Forest Complex ដាំដើមឈើវិញផងអាកុកមើលហើយនិយាយថាក្រោយយើងធ្វើ content ដាំដើមឈើវិញហើយតាភោគញញឹមពេលនេះខ្មោចមិនស្នាក់នៅទេតែព្រៃស្នាក់នៅវីដេអូបែបរំធត់លាយកំ pl ែងក៏សន្មតថាមកដល់នាទីបញ្ចប់ហើយបើសិនពុកម៉ែបងប្អូនចង់ស្ដាប់ភាគបន្តទៀតសូមខមមិននៅខាងក្រោមវីដេអូបងនឹងធ្វើការសរសេររឿងនេះឡើងវិញនៅភាគបន្តសូមជួយចុច Subscribe និងបើកសញ្ញារូបកណ្ដឹងដើម្បីលើកទឹកចិត្តដល់ខ្ញុំបានធ្វើវីដេអូថ្មីក្រោយៗបន្តទៀត